ទេស៊ីយ៉ាបានឃើញអាថ័រហើយរត់មករកអាថ័រដើម្បីសុំទោសជំនួសគ្រួសាររបស់គាត់ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះអាថ័រប៉ុន្តែអាថ័រមិនបានទទួលយកការសុំទោសនោះទេព្រោះគាត់ដឹងច្បាស់អំពីភាពស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅរវាងមនុស្សធម្មតានិងជនជាតិឯកគាត់បាននឹកដល់គ្រួសាររបស់ខ្លួនហើយបន្ទោសខ្លួនឯងចំពោះអ្វីទាំងអស់តើឪពុកម្ដាយរបស់គាត់បានឆ្លងកាត់ការលំបាកអីខ្លះទៅខណៈដែលគាត់មិនអាចសម្បីការពារពួកគាត់បានហើយមិនដឹងថាពេលបានជួបពួកគាត់តើពួកគាត់រីករាយដែរអត់ទេស៊ីយ៉ាបានចាប់មុខរបស់អាថ័រហើយលួងលោមគាត់ថាគាត់ប្រកាសជារីករាយជាក់ជាមិនខាននាងក៏បានប្រាប់ថានាងក៏សោកស្ដាយយ៉ាងខ្លាំងពេលឮថាអាថ័រត្រូវចាក់ចេញពីដែនដីដេកូម៉ានៅពេលនោះពួកគេបានឃើញពន្លឺស្រស់ស្អាតភ្លឺចែងចាំងនៅជុំវិញពួកគេទេស៊ីយ៉ារំភើបចិត្តហើយពន្យល់ថានេះហើយជាពន្លឺដែលនាងធ្លាប់បានប្រាប់គាត់ពីមុនមកតែអាថ័រនៅតែមានការអន់ចិត្តលើទេស៊ីយ៉ាដែលបានឃើញគាត់ត្រូវបានចាប់ខ្លួនហើយនាងមិនខ្វល់ពីគាត់ហើយភ្នែកនាងមើលទៅធម្មតាដូចមិនមានរឿងអីអញ្ចឹងខណៈដែលគាត់កំពុងគិតស្រាប់តែមានអ្វីមួយហោះមករកទេស៊ីយ៉ាប៉ុនតែអាថ័របានចាប់វាទាន់ពេលគាត់ប្រញាប់ទៅរកអ្នកដែលបានវាយប្រហារមកពួកគេហើយបានរកឃើញថាគឺវីលៀនអាថ័រសួរថាហេតុអ្វីបានធ្វើបែបនេះតែចង់សម្លាប់ចៅស្រីខ្លួនឯងឬយ៉ាងណាប៉ុន្តែបន្ទាប់មកអាថ័របានដឹងថាអ្វីទាំងនោះគ្រាន់តែជាមន្តអាគមប៉ុណ្ណោះវីលៀនចាប់ផ្ដើមជឿជាក់បន្តិចថាក្មេងប្រុសនេះពិតជាបានសម្លាប់ចៅ4នាក់នោះដោយដែលគេនិយាយពិតមែនបន្ទាប់មកគាត់បានបង្កើតដាវឈើមួយហើយបោះទៅឲ្យអាថ័រដើម្បីប្រកួតគ្នាសាកល្បងពួកគេទាំងពីរមិននិយាយអ្វីច្រើនទេហើយចូលប្រយុទ្ធភ្លាមដោយល្បឿនលឿនខ្លាំងវីលៀនលឿននិងខ្លាំងជាងអាថ័រហើយអាចបំបែកដាវឈើដោយដៃតូទេក្នុងមួយពព្រិចភ្នែកប៉ុណ្ណោះប៉ុន្តែបំណែកឈើមួយបានហោះទៅរកទេស៊ីយ៉ាមួយបំណែកតែសំណាងល្អអាថ័របានជួយនាងទាន់ពេលដោយបោះដាវរបស់គាត់ទៅទប់បានបន្ទាប់មកគាត់បានវាយមួយដៃយ៉ាងខ្លាំងទៅលើវីលៀនហើយបន្តវាយរហូតធ្វើឲ្យតាចាស់ជរានោះចាញ់ក្នុងជុំទី1ខណៈដែលចិត្តចូលជុំទី2ស្រាប់តែក្មេងស្រីតូចបានរត់មកចាប់កំប៉ែងគូតតាចាស់ហើយសុំគាត់កុំធ្វើបាបអាថ័របន្តទៀតអីវីលៀនឃើញថាអាថ័រមានទេពកោសល្យកំមដូច្នេះបានស្រែកថាចង់ទទួលអាថ័រឲ្យធ្វើជាកូនសិស្សរបស់គាត់តែទោះបីជាអាថ័រមានគិតយល់យ៉ាងណាក៏ដោយក៏ត្រូវត្រឡប់ទៅផ្ទះដើម្បីប្រាប់ឪពុកតែគេឲ្យដឹងជាមុនសិនដូច្នេះតាចាស់ជរាបានសួរថាប្រសិនបើមានវិធីឲ្យឪពុកម្ដាយគាត់ដឹងដំណឹងតើគាត់ព្រមស្នាក់នៅវឹកហាត់នៅទីនេះដែរទេនៅពេលនោះបេះដូងអាថ័រលោតខ្លាំងដូចជាមានអ្វីមួយសង្កត់នៅក្នុងទ្រូងគាត់អញ្ចឹងហើយគាត់បានឃើញសត្វចម្លែកមួយនៅក្នុងខ្លួនរបស់គាត់តើនេះជាការបង្ហាញនៃភាពភ័យខ្លាចក្នុងចិត្តមែនទេខណៈដែលគាត់កំពុងច្របូកច្របល់ស្រាប់តែទេស៊ីយ៉ាបានហៅធ្វើឲ្យគាត់ឲ្យភ្ញាក់ព្រឺគាត់ភ្ញាក់ឡើងឃើញមិត្តតូចអង្គុយលើខ្លួនគាត់ហើយចាប់ដៃគាត់ទេស៊ីយ៉ាខឹងហើយប្រាប់ឲ្យគាត់បដូរសម្លៀកបំពាក់ភ្លាមព្រោះឪពុកនាងកំពុងរងចាំនៅខាងក្រៅនាងក៏សួរថាតើអាថ័រនឹងនៅលេងជាមួយនាងរហូតមែនទេអាថ័រឆ្លើយថាមិនទាន់ប្រកាសទេព្រោះគាត់ចង់តាក់ទងរកឪពុកម្ដាយគាត់សិនដើម្បីដឹងថាពួកគេសុខសប្បាយឬអត់អាថ័រហៅនាងថាព្រះនាងដែលធ្វើឲ្យនាងខឹងយ៉ាងខ្លាំងទេស៊ីយ៉ាសុំឲ្យគាត់ហៅនាងថាទេស៊ីយ៉ាជារៀងរហូតវិញដោយដែលនាងហៅគាត់ថាអាថ័រនៅខាងក្រៅវីលៀនកំពុងព្យាយាមបញ្ចុះបញ្ចូលព្រះមហាក្សត្រឲ្យពិចារណាទទួលអាថ័រជាសិស្សនិងផ្ដល់ឈ្មោះពិតមួយឲ្យអាថ័រព្រះមហាក្សត្រមិនបានប្រកែកទេទោះបីវាប៉ះពាល់ដល់ប្រពៃណីអែលក៏ដោយគាត់គ្រាន់តែនិយាយថាគៀតក៏ស្រឡាញ់ក្មេងប្រុសនេះខ្លាំងដែរហើយអនុញ្ញាតឲ្យគាត់ទៅជាមួយទេស៊ីយ៉ាក៏បានបញ្ជាក់ថាអាថ័រជាអ្នកមានគុណចំពោះនាងប៉ុន្តែបែរជាត្រូវគេធ្វើបាបដោយក្មេងមិនយល់អ្វីព្រះមហាក្សត្រមិននិយាយអ្វីបន្ថែមទៀតទេគ្រាន់តែឲ្យកុមារទាំងពីរឡើងរទេះដើម្បីទៅជួបមិត្តរបស់គាត់នៅតាមផ្លូវព្រះនាងទេស៊ីយ៉ាគេងយ៉ាងស្ងប់ស្ងាត់នៅលើមីរបស់អាថ័រព្រះមហាក្សត្របាននិយាយថានាងគឺជាអ្នកស្នងរាជតែមួយប៉ុណ្ណោះហើយនាងធំឡើងក្នុងភាពឯកោតែងតែបង្កើតជញ្ជាំងក្នុងចិត្តដើម្បីរក្សាចម្ងាយពីអ្នកដទៃប៉ុន្តែនៅពេលដែលនៅជាមួយអាថ័រនាងតែងតែញឹមហើយធ្វើឲ្យគាត់មានសេចក្តីសុខបន្ទាប់មកពួកគេបានទៅដល់ផ្ទះមួយព្រះមហាក្សត្របានមកដោយខ្លួនឯងបង្ហាញថាមនុស្សនៅក្នុងផ្ទះនេះពិតជាមិនធម្មតាគាត់គោះទ្វារដោយជើងហើយស្រែកហៅប៉ុន្តែគ្មានអ្នកឆ្លើយតបខណៈដែលកំពុងត្រៀមចាក់ចេញទៅហើយស្រាប់តែស្ត្រីចាស់ម្នាក់បានបើកទ្វារមកចំកណ្ដាលមុខគាត់ពេញទំហឹងនាងមានឈ្មោះថារិញយ៉ាគឺជាមិត្តចាស់និងជាមន្ត្រីមន្តអាគមពិសេសម្នាក់ផងដែរផ្ទះនាងពោពេញដោយសៀវភៅបង្ហាញអំពីចំណេះដឹងខ្ពស់រិញយ៉ាបានបង្ហាញថានាងជាអ្នកចេះមន្តអាគមហើយដឹងតាំងពីដំបូងថាអាថ័រគឺជាមនុស្សពិសេសនាងអាចដឹងអំពីអតីតកាលនិងអនាគតអាថ័រមកទីនេះមិនត្រឹមតែចង់តាក់ទងរកឪពុកម្ដាយទេប៉ុន្តែចង់ដឹងពីជីវិតរបស់ពួកគេទៀតផងដែរបន្ទាប់មកនាងសុំឲ្យគាត់ផ្ដោតអារម្មណ៍ហើយគិតអំពីឪពុកម្ដាយឲ្យច្បាស់ដូចជាកំពុងនិយាយជាមួយពួកគេផ្ទាល់នាងឃើញថាឪពុកម្ដាយរបស់គាត់បានផ្លាស់ទៅផ្ទះថ្មីហើយដើម្បីព្យាយាមបំភ្លេចការឈឺចាប់អំពីការឈឺចាប់ដែលបាត់បង់កូនជាទីស្រឡាញ់ហើយថ្ងៃនោះក៏ត្រូវជាថ្ងៃកំណើតរបស់អាថ័រផងដែរទឹកមុខរបស់ពួកគេសោកស្ដាយជាខ្លាំងព្រោះដំណឹងថាកូនប្រុសធ្លាក់ចូលក្នុងជ្រោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំងជាសំណាងល្អពួកគេមានមិត្តល្អជួយលួងលោមហើយក៏មានកូនមួយទៀតកំពុងលូតលាស់ក្នុងផ្ទៃដែលធ្វើឲ្យពួកគេអាចឆ្លងកាត់ដំណាក់កាលលំបាកនោះបានភ្លាមស្រាប់តែពួកគេបានឮសំឡេងកូនប្រុសប្រាប់ថាគាត់បាននៅកន្លែងសុវត្ថិភាពហើយកំពុងស្ថិតនៅអាណាចក្រឯអាថ័រនិយាយថាគាត់កំពុងរកវិធីពិសេសមួយដើម្បីតាក់ទងហើយគាត់ពិតជាចង់ត្រឡប់ទៅផ្ទះណាស់ប៉ុន្តែពេលនេះនៅមិនទាន់អាចទៅបានទេ